ជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកកាន់វីដេអូថ្មីហើយវីដេអូមុនយើងនិយាយអំពី effect guitar តើអ្វីជា effect guitar ឥឡូវនេះយើងមកមើលពីលំហនៃការកកើត effect អញ្ចឹងបងប្អូនប្រកាសជាឆ្ងល់លំហមិនទៅបាទលំហយ៉ាងម៉េចទៅបាទពីដើមឡើយមកគឺយើងអត់មាន multi effect អត់មាន effect ទំនើបអីទេអញ្ចឹងពីដើមមកគឺយើងប្រើ pedal បាទគេហៅថាguitar pedal អញ្ចឹងនៅក្នុង pedal មួយគឺមានសំឡេងមួយបាទនៅក្នុង pedal មួយគឺមានសំឡេងមួយហើយយើងយក pedal ច្រើនបូកបញ្ចូលគ្នាបានអាចคล้ายទៅជាសំឡេងផ្សេងដែលបងប្អូនត្រូវការប៉ុន្តែកាលពីមុនគឺយើងប្រើបែបនេះហើយបែបនេះក៏ប្រសើរដែរដោយសារតែ sound សំឡេងរបស់វាចេញមក clear ល្អដោយសារតែវាជាប្រភេទ single effect ហើយវាប្រើភ្លើងឯកជនមានន័យថាដុំ effect មួយគឺប្រើ adapter មួយអញ្ចឹងមានន័យថាភ្លើងរបស់វាគឺវាឲ្យទៅគ្រប់គ្រាន់អញ្ចឹងល្មមនឹងវាអាចបង្កើតសំឡេងល្អប្រសើរឥឡូវខ្ញុំចង់ឲ្យបងប្អូនវិលមកមើលលំហនៃ effect guitar តើលំហយ៉ាងម៉េចមុននឹងយើងសិក្សាពី digital មុននឹងយើងសិក្សាពី multi effect យើងត្រូវសិក្សាពី pedal សិនពេលដែលបងប្អូនយល់ពី pedal បងប្អូនយល់ពីដុំខ្មែរយើងហៅថាដុំហ្នឹងបងប្អូនយល់ពីដុំហ្នឹងគឺបងប្អូននឹងយល់ពី multi effect បងប្អូនអត់ពិបាកថាអូ effect នេះខ្ញុំចេះបូក effect នេះខ្ញុំអត់ចេះបូក effect នេះពិបាកបូក effect នេះស្រួលបូកអត់ទេបងប្អូនអត់ទេបាទពេលដែលបងប្អូនយល់ពីមូលដ្ឋានគ្រឹះនៃសំឡេងនៃឧបករណ៍មួយបងប្អូនយល់ហើយគឺបងប្អូនចូលទៅក្នុង multi effect របស់បងប្អូននោះបងប្អូននឹងឃើញថាវានឹងងាយស្រួលវាអត់ដូចអ្វីដែលយើងធ្លាប់គិតទេអញ្ចឹងបងប្អូនត្រូវតែលេខមកមើលពីលំហនៃសំឡេងសិនតើមុននឹងយើងបានសំឡេង overdrive មុននឹងយើងបាន clean មុននឹងយើងបាន chorus មុននឹងយើងបាន metal តើយើងត្រូវឆ្លងកាត់អីខ្លះឥឡូវយើងក៏លេខមកមើលទាំងអស់គ្នាបាទអញ្ចឹងបងប្អូនប្រកាសជាដឹងហើយមុននឹងយើងលេងហ្គីតាបាទមុននឹងយើងលេងហ្គីតាគឺយើងត្រូវការ tune បាទគឺយើងត្រូវការ tune សិនបាទយើងត្រូវការ tune អញ្ចឹងយើងត្រូវមាន pedal tuner មួយបាទយើងត្រូវមាន pedal tuner មួយឬក៏ tuner ធម្មតាក៏បានបាទអានេះយើងនិយាយពីលំហនៃសំឡេងបាទបងប្អូនតាមដានឲ្យតណាគឺយើងនិយាយពីលំហនៃសំឡេងអញ្ចឹងយើងត្រូវការ tune ហ្គីតាយើងសិនបន្តមកទៀតយើងត្រូវការមានvolume បាទយើងត្រូវមាន master volume នៅកន្លែងនេះដែលវាជាវ៉ាវ៉ាបាទដែលវាជាវ៉ាវ៉ា pedal បាទអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនចេះខ្ញុំចង់បញ្ជាក់បងប្អូនថាកន្លែងpedal volume នេះគឺវាមានដុំភ្លើងដូចគ្នាប្រើភ្លើងហើយវាជាប្រភេទ pedal មួយដូចគ្នាគ្រាន់ថាវាអាចបិទនិងបើកបាទដូចសម័យនេះគឺគេធ្វើភ្ជាប់ទៅនឹង effect បងប្អូនឃើញទេបាទនេះគឺគេធ្វើភ្ជាប់នឹង effect អញ្ចឹងដោយសារតែខ្ញុំអត់មានដុំវ៉ាវ៉ា pedal អញ្ចឹងខ្ញុំសូមបង្ហាញអានេះអញ្ចឹងខ្ញុំសូមបង្ហាញថាអានេះគឺជាដូចជាដុំវ៉ាវ៉ា pedal អញ្ចឹងមានន័យថាតួនាទីរបស់វាមាន2មានន័យថាវាជា volume master ផងបាទវាជា volume master ផងវាអាចបិទបើកសំឡេងហ្គីតាចេញចូលអីបានផងហើយវាជា pedal សំឡេងវ៉ាវ៉ាមកធ្លាប់លើវ៉ាវ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 បាទហ្នឹងគឺគេប្រើដុំហ្នឹងណាបន្តមកទៀតបងប្អូនកលេចមើលខាងឆ្វេងមកទៀតមកបាទកលេចមើលខាងឆ្វេងមកទៀតមកគឺយើងឃើញមានពាក្យ compressor បាទយើងឃើញមានពាក្យ compressor បងប្អូនខ្ញុំចង់បញ្យល់បងប្អូនកន្លែងនេះចេះ compressor វាប្រៀបដូចជាធុងខ្យល់មួយអញ្ចឹងវាប្រៀបដូចជាធុងខ្យល់មួយដែលវាផ្ទុកនៅសម្ពាធបាទផ្ទុកនៅសម្ពាធហើយវាបញ្ចេញសម្លេងឬក៏បញ្ចេញខ្យល់ទៅខ្លាំង compressor រូបរាងដូចគ្នាដែរមានន័យថា compressor របស់ហ្គីតាគឺវាជួយហ្គីតាបងប្អូនដែលមានសម្លេងខ្សោយសម្លេងស្ទើរវាជួយលើកសម្លេងយើងឲ្យធំមានន័យថាជួយពង្រីកសម្លេង clean របស់យើងនឹងឲ្យធំសិនឲ្យធំហើយបន្តមកទៀតវាជួយ clear សម្លេងហ្គីតានឹងឲ្យកាន់តែព្រោះមានន័យថាកាន់តែស្ងួត clean ណាមានន័យថាកាន់តែច្រោះស្អាតបាទដោយសារតែនៅក្នុង compressor វាមានតួនាទីជួយឲ្យសម្លេងហ្គីតា smooth ល្អហើយខ្លាំងហើយវាជួយកាត់បន្ថយ
សំឡេងដែលច្រឡោតខ្លាំងមានន័យថាច្រឡោតខ្លាំងគឺវាទប់ហើយបើសំឡេងហ្គីតាបងប្អូនខ្សោយគឺវាលើកឥឡូវខ្ញុំចង់បង្ហាញបងប្អូនពី compressor ដែលខ្ញុំមាននៅក្នុងដៃបាទនេះគឺជា Boss Compression Sustainer CS3 បាទ CS3 នេះគឺវាជាប្រភេទpedal បាទវាជាប្រភេទ pedal អញ្ចឹងបងប្អូនត្រូវមើលវាសិនតើនៅក្នុងហ្នឹងវាមានអីគេខ្លះបាទបងប្អូនអញ្ចឹងនៅក្នុងនេះគឺវាមានបាទវាមាន input បាទវាមាន input នេះបាទសញ្ញាគេនេះហើយវាមាន output បាទអញ្ចឹងដូចដែលរូបភាពដែរបាទដូចដែលរូបភាពដែរគឺមានសញ្ញាចូលបាទហើយនឹងសញ្ញាចេញបាទសញ្ញាចេញនេះបងប្អូនឃើញទេណាបាទសញ្ញាចូលមកដល់ compressor ឥឡូវយើងនិយាយពី compressor សិនតើ compressor មានសារៈប្រយោជន៍អីគេខ្លះអញ្ចឹងដូចខ្ញុំនិយាយពីដើមអញ្ចឹងថា compressor ទីមួយវាជួយលើកសំឡេងហ្គីតាបងប្អូនដែលខ្សោយហ្នឹងឲ្យខ្លាំងហើយវាបន្ទាបសំឡេងដែលខ្លាំងបុកច្រឡោតបែករ៉ែហ្នឹងឲ្យមកស្មើអញ្ចឹងមានន័យថា compressor វាជួយទប់សំឡេងហ្គីតាអីហ្នឹងឲ្យវានៅស្មើហើយធំស្អាតតែ volume ទី1គឺ level វាបញ្ជាក់ឲ្យកម្លាំងចេញបាទកម្លាំងចេញចំនួនប្រមាណបាទដែលវាឆ្លងកាត់ពីហ្គីតាមកឆ្លងកាត់វាហ្នឹងតើយើងឲ្យវាចេញទៅក្រៅប្រមាណមួយទៀតយើងមើលមាន tone បាទ tone ហ្នឹងគឺវាជួយលើកសំឡេងហ្គីតាឲ្យស្រឡះបែបស្រួយបាទបែប clean បាទ tone បើយើងបិទ tone អស់ពេកក៏ហ្គីតាយើងវាថប់ដែរវាមានអារម្មណ៍ថាវាថប់ដង្ហើមណាដូចតែយើងនិយាយបិទច្រមុះចឹងបងប្អូនដូចនិយាយបិទច្រមុះចឹងអញ្ចឹងបើពេលយើងលេង tone គឺយើងត្រូវគិតដែរថាតើយើងចំនួនដែលយើងឡើងរបស់វាហ្នឹងតើវាល្មមសមនឹងការស្ដាប់ព្រោះហើយនៅសតុនហើយនៅកុំឲ្យវាចាក់តិចពេកហើយក៏កុំឲ្យវាហប់ពេកដែរបាទមួយទៀតពាក្យ attack នេះគឺជួយហ្គីតាយើងឲ្យ smooth មានន័យថាយើងលេងទៅកម្រិត smooth របស់វាអត់ចេញទៅទាំងកម្រោលវាអត់ចេញទៅទាំងកម្រោលទេហើយក៏វាមិនលេងទៅវាចងាងដែរកន្លែងនេះបងប្អូនណាអញ្ចឹងកន្លែងនេះបងប្អូនត្រូវចំណាំមើលថាតើយើងបើកចំនួនប្រមាណដើម្បីឲ្យហ្គីតារបស់យើងចេញទៅ smooth សតុនល្អបាទកន្លែង attack នេះណាមួយទៀតសម្រាប់ sustain សម្រាប់ sustain គឺជួយ sound ហ្គីតាបងប្អូនឲ្យមានដង្ហើមវែងមានន័យថាពេលដែលយើងលេងទៅហ្គីតាយើងអត់ដាច់ប៉ាត់ទេមានន័យថាsustain វាជួយឲ្យសំឡេងហ្គីតាយើងលេងទៅមានដង្ហើមវែងពេលដែលយើងវាយពេលដែលយើងអីចឹងទៅគឺវាសតុនវាដង្ហើមវែងចឹងទៅប៉ុន្តែចំណុចអវិជ្ជមានរបស់ sustain មួយគឺបងប្អូនមិនគួរបើកច្រើនពេកទេកាលណាដែលបងប្អូនបើកច្រើនធម្មតាហ្គីតារបស់យើងវាមានសំឡេង noise អញ្ចឹងកាលណាដែលយើងឲ្យ sustain វែងខ្លាំងពេកសំឡេងដែលវា noise ហ្នឹងក៏វាទៅវែងជាមួយនឹង sustain ដែរអញ្ចឹងពេលដែលបងប្អូនប្រើប្រាស់បងប្អូនត្រូវតែបាទល្អិតល្អន់ជាមួយវាដែរណាsustain គឺវាមានផលល្អហើយយើងឡើងវាខ្លាំងពេកក៏វាមិនមានផលល្អដែរវាប្រៀបដូចទៅនឹង gain បងប្អូនវាប្រៀបដូចទៅនឹង gain អញ្ចឹងកាលណាដែលយើងលេង gain មកល្មមសំឡេងយើងមានកម្លាំងខ្លាំងហើយពិរោះបាទប៉ុន្តែកាលណាដែលយើងលេង gain ខ្លាំងពេកវាទៅជាធ្វើឲ្យ microphone ឬក៏សំឡេងដែលចូលនោះគឺវាទៅជាបែកកង់អាក្រក់ស្ដាប់ទៅវិញអញ្ចឹងឧបករណ៍ណាក៏ដោយវាមាន limit របស់វាដែរបើមិនតែយើងចិត្តបើកឲ្យអស់ទាំងអស់អញ្ចឹងអត់ត្រឹមត្រូវទេបងប្អូនដូចហ្គីតាដូចគ្នាដែរហ្គីតាមាន volume master មាន tone ដូចគ្នាយើងមិនចិត្តបើកឲ្យអស់ទេវាមានរបៀបលេងរបស់វាដែរអញ្ចឹងយើងត្រូវលេងដោយ feel អារម្មណ៍យ៉ាងម៉េចគឺយើងត្រូវប្រើ tone ប្រើអីវារបៀបយ៉ាងហ្នឹងគឺយើងមិនគួរបើកទាំងអស់ឲ្យលេងរហូតទេអញ្ចឹងបងប្អូនកន្លែងនេះវិលត្រឡប់មកវិញអញ្ចឹងនៅចំណុចនេះគឺយើងត្រូវគិតពី compressor មានតួនាទីចាំបាច់មែនទែនសម្រាប់ការប្រើប្រាស់ជាមួយនឹងហ្គីតាអញ្ចឹងបើបងប្អូនអត់មាន compressor ទេ sound ហ្គីតារបស់យើងចេញទៅវាអត់ clear អត់ខ្លាំងទេបាទអញ្ចឹងវីដេអូយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេវីដេអូក្រោយយើងនឹងនិយាយបន្តទៀតថាតើបន្ទាប់ពីចេញសំឡេងហ្គីតាចេញពី compressor ទៅតើយើងត្រូវឆ្លងកាត់ឧបករណ៍ណាមួយទៀតអញ្ចឹងសង្ឃឹមថាបងប្អូននឹងតាមដានស្វែងយល់បន្តិចម្ដងហើយខ្ញុំសូមធ្វើតែម្ដងមួយទេដោយសារតែកុំឲ្យបងប្អូនវង្វេងអញ្ចឹងបងប្អូនព្យាយាមស្វែងយល់ពីមួយជាមួយនឹងខ្ញុំសិនហើយសង្ឃឹមថាពេលដែលយើងចប់យើងនឹងទទួលបានចំណេះដឹងជាច្រើនអំពីអ្វីទៅហៅថាលំហូរនៃសំឡេងហ្គីតាអរគុណជម្រាបលា